ឯកឧត្តមជាវណ្ណដេតអំពាវនាវប្រជាពលរដ្ឋខេត្តតាកែវគាំទ្រការដឹកនាំរាជរដ្ឋាភិបាលរឿងដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃនៅក្នុងឱកាសអញ្ជើញចូលរួមប្រារព្ធមីទីងថ្ងៃកំណើតគណៈបកប្រជាជនកម្ពុជានៅខេត្តតាកែវកាលពីព្រឹកថ្ងៃសៅរ៍ទី28 ខែមិថុនាឆ្នាំ2025ប្រធានក្រុមការងារគណៈបកចុះមូលដ្ឋានខេត្តតាកែវបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវសូមគាំទ្រការដឹកនាំនិងការដោះស្រាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃឯកឧត្តមជាវណ្ណដេតបានថ្លែងបន្តថាប្រជាពលរដ្ឋខេត្តតាកែវទាំងអស់ត្រូវរួមសាមគ្គីគ្នាជុំវិញរាជរដ្ឋាភិបាលផ្សារភ្ជាប់នឹងការផ្ដល់ការគាំទ្រដល់កងកម្លាំងប្រដាប់អាវុធដើម្បីពង្រឹងខឿនការពារជាតិរបស់ប្រជាជនឲ្យកាន់តែរឹងមាំនិងត្រូវនាំគ្នាសម្ដែងនៅការគោរពចំពោះវីរភាពរបស់កងទ័ពនិងកងនគរបាលដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាងប្រកបដោយជំហរលះបង់និងការបដិញ្ញាចិត្តយ៉ាងមោះមុតបំផុតឯកឧត្តមជាវណ្ណដេតបានមានប្រសាសន៍បន្តថាប្រទេសកម្ពុជាដ៏កំសត់នេះធ្លាប់បានទទួលរងការឈ្លានពានពីបរទេសសង្គ្រាមនិងអំពើប្រល័យពូជសាសន៍ត្រូវគេហុំព័ទ្ធនិងឯកោនិងត្រូវគេប្រមាថមើលងាយពីអតីតកាលឥឡូវនេះកម្ពុជាបានងើបឈរឡើងវិញប្រកបដោយភាពស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសយើងត្រូវការបំផុតនៅសន្តិភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍយើងគ្មាននយោបាយនិងជំហរអមិត្តជាមួយប្រជាជាតិណាមួយឡើយឯកឧត្តមជាវណ្ណដេតបានថ្លែងបន្តថាសកម្មភាពវាយប្រហារខុសច្បាប់ដោយកងទ័ពថៃមកលើកងទ័ពកម្ពុជាកាលពីថ្ងៃទី28 ខែឧសភាកន្លងទៅនៅតំបន់មុំ3ក្នុងទឹកដីកម្ពុជាគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើអធិបតេយ្យភាពកម្ពុជាសម្រាប់គណៈបកប្រជាជនកម្ពុជាគាំទ្រពេញទំហឹងនៅជំហរដ៏ម៉ឺងម៉ាត់ច្បាស់លាស់របស់រាជរដ្ឋាភិបាលក្នុងការយកបញ្ហាប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំ3ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ និងគាំទ្រជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែននៅចំណុចផ្សេងៗទៀតក្រៅពីចំណុចទាំង4ដោយសន្តិវិធីស្របតាមអនុសារណៈនៃការយោគយល់គ្នារវាងប្រទេសទាំងពីរនៅឆ្នាំ2000